អូខេបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺវីដេអូចុងក្រោយតាក់ទងទៅនឹងការប្រើប្រាស់ load UPS អញ្ចឹងខ្ញុំបកមកក្រោយវិញតាក់ទងទៅនឹង generate ហើយខ្ញុំបញ្ជាក់ជាមួយនឹង option មួយនេះ auto suno ណាអញ្ចឹងខ្ញុំសូម clear ចោលសិនតោះអញ្ចឹងយើងយកដដែលទៅយើងគ្រាន់តែដូរ style មកចេះមកហើយយើងបើក option នេះមានន័យថាដល់ពេលដែលវា generate អីខ្លួនវា auto ហើយគឺវានឹង load អានេះមក auto ខ្លួនឯងហ្នឹងណាអញ្ចឹងខ្ញុំបើកហើយយើងកំណត់ setting ឲ្យមកនេះ setting គឺដដែលទេបងប្អូនចង់ឲ្យគេប្រើ account មួយណាអញ្ចឹងទៅ select version ប្រមាណអីចឹងទៅណាអញ្ចឹងខ្ញុំ select version អានេះចុះខ្ញុំតេស្តអូខេខ្ញុំទាញអានេះដាក់ឡើង55អានេះអញ្ចឹងទៅចាដាក់ទៅណា save មកហើយបងប្អូន generate មកហើយរើសកន្លែង save ដូចគ្នាអូខេអញ្ចឹង3 bot ហ្នឹងដល់ពេលដែលវា generate ហើយគឺវានឹងចូលទៅ create នៅក្នុង Suno Auto អត់បាទមក bot 2អូខេនេះវា load មក auto ណាចុះវាដាក់ auto ហើយយើងមិនបាច់ទៅធ្វើអីវាទេអូខេយើង refresh នេះមកដាក់ refresh មើលនេះអាល់ប៊ុមមិញណា Healing Without Forever អូខេនេះUPS ធ្វើຕົកបញ្ជាអាកន្លែងនេះបើយើងធ្វើមែនតើយើងដាក់ delay ឆ្ងាយតិចមកណាយើងដាក់ត្រឹម45 55អីមកវាសមរម្យណាកុំឲ្យវាលឿនពេកអូខេហើយបើប៉ុណ្ណឹង3 bot ធ្លាក់មកនេះចំណងជើងអីហ្នឹងអូខេបញ្ហាមួយបាក់មួយមិញយើង select យក version 45ប៉ុន្តែនៅក្នុងនេះគឺវាអត់45ទេអញ្ចឹងបញ្ហាកន្លែងហ្នឹងបន្តិចណាអូខេអញ្ចឹងសន្មតថាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងបើសិនបើមានការអត់យល់អីបងប្អូនអាចបញ្ជាក់បន្ថែមបាននៅក្នុង group ក៏ដូចជាអាចមក private បានណា